มุติตาแปลថាត្រេកអរតាមគឺជាដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដទៃនៅពេលដែលអ្នកដទៃមានសេចក្តីសុខឬបានលៀបបានយសសូមឲ្យមុទិតាជាអភរណៈគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយឪពុកសង្កេតឃើញថាមនុស្សចំនួនច្រើនដោយប្រក្រតីមិនសូវមាននៅមុទិតាជាមួយនឹងអ្នកដទៃឡើយមុទិតាគឺជាការសម្ដែងចេញនៅសេចក្តីត្រេកអរគឺត្រេកអរតាមដែលអ្នកដទៃមានសេចក្តីសុខឬមានលៀបមានយសហើយនោះពោលគឺរួមនៅសេចក្តីត្រេកអរទាំងផ្លូវកាយផ្លូវវាចាទាំងផ្លូវចិត្តជាមួយនឹងអ្នកដែលបានជួបប្រសពនិងសេចក្តីសម្រេចនៅផលប្រយោជន៍នោះនឹងឯងមុទិតាប្រែថាត្រេកអរតាមដោយចិត្តទន់ភ្លន់អ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តរិស្យាពោលគឺការច្រណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសានេះឯងកាលបើច្រណែនហើយចិត្តក៏មិនបានត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចោរយកសត្រាវុធមកខ្ជង់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបើបានដឹងថាអ្នកដទៃបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នៅការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តបើមិនទុកស្កាត់ទេវានឹងបណ្ដាលឲ្យមានរឿងមិនល្អផ្សេងកើតឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺការចំណែននោះត្រូវអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងរឿងនៅក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកនឹងវាអស្ចារ្យណាស់ណាទៅនោះទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនៅសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ត្រូវការទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខកូនត្រូវហាត់អប់រំចម្រើននៅមុទិតាចាប់ផ្ដើមតាំងពីក្រុមគ្រួសារទៅមុនរួចហើយផ្សាយពង្រីកទៅដល់អ្នកដទៃជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្លោះហើយកូនមេឪពុកដែលមានតែ